có khó khănในការបង់វាអាចវាគឺជាអំពើខុសច្បាប់ណាអញ្ចឹងច្បាប់ការពារបងប្អូនហើយផ្នែកទី4តែយើងធ្វើអ្វីបន្ទាប់ផ្នែកទី4អញ្ចឹងយើងចាំថាអ្វីដែលយើងត្រូវធ្វើគឺការបើកប្រែយើង topic របស់យើងគឺនិយាយអំពីប្រាក់បរិមាណអញ្ចឹងអ្វីដែលយើងត្រូវដឹងគឺយើងត្រូវរក្សាទុកនៅ pay slip របស់យើងមកគេបើកប្រែឲ្យយើងជាមាន record ដើម្បីជាបតាំងយើងបង្ហាញថាប្រាក់របស់យើងពិតជាទទួលបានពិតប្រាកដមែនហើយងាយស្រួលសម្រាប់អ្នកដែលគាត់ជួយក្នុងការតាមដានការបើកប្រាក់ពីនយោជកមកនយោជិតអញ្ចឹងដែរអញ្ចឹងអ្វីដែលយើងរៀនគឺការរក្សាឯកសារបានត្រឹមត្រូវហើយបើសិនជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍ហើយយើងរៀនទាំងអស់គ្នាសូមចុច Subscribe ឬក៏ comment នៅក្នុងវីដេអូរបស់ខ្ញុំហើយនៅក្នុងនេះក៏ខ្ញុំមាននៅភ្ជាប់ជាមួយនឹងមាត្រាមួយចំនួនដែរអញ្ចឹងមាត្រានេះគឺនិយាយអំពីប្រាក់បរិមាណអញ្ចឹងមាត្រា104គេនិយាយយ៉ាងប្រាក់ឈ្នួលយ៉ាងតិចណាត្រូវឲ្យស្មើនឹងប្រាក់បរិមាណដែលត្រូវបានធានាពោលគឺរងកម្មករនយោជិតរូបឲ្យមានកម្ពស់ជីវភាពសមរម្យទៅតាមដីឯករបស់មនុស្សអញ្ចឹងគឺមានចែងនៅក្នុងនេះតែខ្ញុំលើកឡើងថាគឺមានច្បាប់ការពារមិនមែនចេះតែយោជកបើទៅតាមអ្វីដែលគាត់ឃើញទេហើយមាត្រា107ក៏បានបញ្ជាក់ឲ្យថាប្រាក់ឈ្នួលប្រមាណត្រូវបានធានាត្រូវបានរៀបចំឡើងដោយមិនគិតថាវិជ្ជាជីវៈណាឬមុខរបរណាឡើយប្រាក់ឈ្នួលប្រមាណដែលត្រូវបានធានានោះអាចប្រែប្រួលតាមភូមិភាគតាមលក្ខណៈសេដ្ឋកិច្ចដែលសម្រាប់កំណត់លក្ខខណ្ឌវិជ្ជាជីវភាពអញ្ចឹងដូចខ្ញុំលើកឡើងអញ្ចឹងកត្តាអតិផរណាដែរកត្តាសេដ្ឋកិច្ចដែរទើបមិនមែនថារកស៊ីខាតហើយចេះតែតម្លើងទៅឲ្យកម្មករយោជិតបានតែម្ដងទេអញ្ចឹងគឺគេមានការថ្លឹងថ្លែងហើយនេះគឺជា link ដែលខ្ញុំដាក់ link ដែលខ្ញុំដាក់នៅក្នុងនេះគឺអាចទៅមើលបានប្រាក់ឈ្នួលដែលទទួលបានគឺ$208អញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានហើយមានអីជួយ subscribe នៅវីដេអូរបស់ខ្ញុំហើយយើងនឹងលើកយក topic ថ្មីៗទៀត